ឥឡូវនេះសូមមកមើលមេរៀនទី11ជាបន្តទៀតវេយ្យាករណ៍ទី8គឺទាក់ទងទៅនឹងចំនួនបងប្អូនឬក៏ចំនួនគ្រួសារថាតើមានចំនួនប៉ុន្មាននាក់ឧទាហរណ៍私の家族は4人です妻と子供が2人いますគ្រានេះមានន័យថានៅក្នុងក្រុមគ្រួសាររបស់ខ្ញុំមានសមាជិកចំនួន4នាក់មានភរិយាហើយនិងកូន2នាក់វេយ្យាករណ៍ទី9គឺទាក់ទងទៅនឹងចំនួនដងអញ្ចឹងចំនួនដងគឺយើងប្រើពាក្យថាកៃក្នុងវេយ្យាករណ៍នេះគឺទាក់ទងថាតើយើងធ្វើអ្វីមួយចំនួនប៉ុន្មានដងឧទាហរណ៍1週間に1回映画を見ますឃ្លានេះមានន័យថាខ្ញុំមើលកុនមួយដងក្នុងមួយសប្តាហ៍នេះគឺជាការរាប់ចំនួនដងដែលមួយដងយើងប្រើពាក្យថា1回 2ដង2回និង3ដង3回ជាដើមចំពោះចំនួន10ដងវិញគឺយើងប្រើ10回ឬក៏10回ហើយអ្វីដែលយើងគួរតែប្រុងប្រយ័ត្នគឺចំនួន1ដង6ដងហើយនិង8ដងហើយនិង10ដងអញ្ចឹងដោយសារតែចំនួនដងទាំងអស់នេះគឺវាខុសពីយើងរាប់លេខធម្មតាអញ្ចឹងគួរតែប្រុងប្រយ័ត្នបន្ទាប់ពីមើលវេយ្យាករណ៍ខាងលើរួចសូមមើលលំហាត់អនុវត្ត A4 ទាំងអស់គ្នាវេយ្យាករណ៍ទី10គឺទាក់ទងសំណួរដែលសួរថាចំនួនប៉ុន្មានដងឧទាហរណ៍1ヶ月に何回スーパーへ行きますかចឹងឃ្លានេះមានន័យថាតើអ្នកទៅផ្សារទំនើបប៉ុន្មានដងក្នុងមួយខែចឹងគឺសួររកចំនួនដងនៅក្នុងមួយខែឥឡូវនេះសូមមកមើលលំហាត់អនុវត្ត A4 ហើយនិង B5 ទាំងអស់គ្នាចំពោះវេយ្យាករណ៍ទី11វិញគឺទាក់ទងទៅនឹងការធ្វើអ្វីមួយក្នុងរយៈពេលម៉ោងថ្ងៃឬក៏សប្តាហ៍ជាដើមដែលម៉ោងយើងប្រើថាជីកាំងថ្ងៃយើងប្រើនីជីសប្តាហ៍យើងប្រើ週間ខែយើងប្រើកាហ្កេតឆ្នាំយើងប្រើ年ឧទាហរណ៍ S さんは1年日本にいますឃ្លានេះមានន័យថាលោក S គឺនៅក្នុងប្រទេសជប៉ុនរយៈពេល1ឆ្នាំមួយទៀត B さんは7時間寝ますឃ្លានេះមានន័យថាលោក B គាត់គេងរយៈពេល7ម៉ោងចឹងបន្ទាប់ពីមើលវេយ្យាករណ៍ខាងលើរួចសូមមើលលំហាត់អនុវត្ត A5 ទាំងអស់គ្នាវេយ្យាករណ៍ទី12គឺទាក់ទងទៅនឹងសំណួរសួររករយៈពេលប៉ុន្មានម៉ោងឬក៏ប៉ុន្មានថ្ងៃឬក៏ប៉ុន្មានខែជាដើមឬក៏យើងអាចប្រើពាក្យមួយទៀត donokurai ដែលមានន័យថារយៈពេលប៉ុន្មានឧទាហរណ៍ S さんは何時間寝ますかចឹងឃ្លានេះមានន័យថាតើលោក N គេងរយៈពេលប៉ុន្មានម៉ោងឬក៏យើងអាចសួរម្យ៉ាងទៀតបានថា S さんはどのくらい寝ますかដែលមានន័យថាតើលោក S さんគេងរយៈពេលប៉ុន្មានចឹង do no kurai ហ្នឹងគឺវាអាចជំនួសឲ្យម៉ោងក៏បានសប្តាហ៍ក៏បានខែក៏បានឬក៏ឆ្នាំក៏បានវេយ្យាករណ៍ទី13គឺទាក់ទងទៅនឹងពាក្យ dake ពាក្យ dake មានន័យថាតែប៉ុណ្ណោះឧទាហរណ៍ Yasumi wa nichiyobi dake desu ឃ្លានេះមានន័យថាថ្ងៃឈប់សម្រាកគឺមានតែថ្ងៃអាទិត្យតែប៉ុណ្ណោះចឹងមានន័យថាថ្ងៃក្រៅពីថ្ងៃអាទិត្យគឺជាថ្ងៃធ្វើការធម្មតា
អញ្ចឹងសូមមកមើលលំហាត់អនុវត្ត B6 និង B7 ទាំងអស់គ្នាវេយ្យាករណ៍ចុងក្រោយគឺតាក់ទងទៅនឹងការចំណាយពេលដែលថាចាប់ពីកន្លែងណាមួយទៅដល់កន្លែងណាមួយនេះគឺចំណាយពេលអស់ប្រមាណអញ្ចឹងគឺយើងប្រើគេហស័ព្ទ kakarimasu ឧទាហរណ៍ 新大阪から東京まで2時間半かかります គ្រានេះមានន័យថាចាប់ពីស៊ីងអូសាការហូតដល់តូក្យូគឺចំណាយពេល2ម៉ោងកន្លះបន្ទាប់ពីមើលវេយ្យាករណ៍ខាងលើរួចសូមមើលលំហាត់អនុវត្ត A6 ទាំងអស់គ្នាវេយ្យាករណ៍មេរៀនទី11គឺសូមចប់ត្រឹមប៉ុណ្នេះសូមចាំមើលវេយ្យាករណ៍នៅក្នុងមេរៀនទី12ជាបន្តទៀតសូមអរគុណ